នៅក្នុងវីដេអូនេះដែរគឺចង់បង្ហាញគ្នាយើងតាក់ទងអំពីការប្រើប្រាស់ជាមួយនឹង console output ដែលយើងបានធ្វើការ print ទៅលើ console ដើម្បីប្រើប្រាស់អញ្ចឹងនៅក្នុង default បច្ចេករបស់យើងគឺវានឹង start មកជាមួយនឹង std double colon ជាមួយនឹង cout ហើយ print នឹងពាក្យ hello world ហ្នឹងឯងដែលជើតែងតែភ្ជាប់មកជាមួយនឹង cin ហើយ .get ដើម្បី wait cursor របស់យើងដែល cout ហើយជាមួយនឹង cin ហ្នឹងវាគឺទទួលបានចេញអំពី IO stream namespace នៅខាងលើនេះឯងអូខេអញ្ចឹងគឺយើងនឹងទទួលបានពាក្យទាំងអស់ហ្នឹងនៅលើ console ដោយការប្រើប្រាស់ជាមួយនឹងប្រភេទជា function ដែល cout ហើយនិង cin ហ្នឹងឯងអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺឈើចង់បង្ហាញគ្នាយើងលម្អិតតាក់ទងជាមួយនឹងការ print នៅក្នុង console របស់យើងឥឡូវឧទាហរណ៍ថាយើងធ្វើការ declare variable មកអូខេចឹង get rid មកបន្ទាត់នេះចោលតែម្ដងគឺយើងនឹង std cout ឧទាហរណ៍ថានៅក្នុងហ្នឹងយើងចង់ប្រើជាមួយនឹង value ដែល print value របស់យើងហ្នឹងគឺយើងចង់ print ជាតម្លៃលេខបូកជាមួយនឹងអក្សរតែម្ដងអញ្ចឹងគឺចង់ប្រើជាមួយនឹង x ស្មើបន្តមកទៀតគឺយើងត្រូវតជាមួយនឹង x value របស់យើងនឹងឯងទម្រង់បែបនេះឯងយើងអាចធ្វើការ print ជាមួយនឹង x value បែបនេះឯងអូខេអញ្ចឹងគឺយើងឃើញថា x value របស់យើងហ្នឹងគឺ x ស្មើ50យើង print វាបានត្រឹមត្រូវហើយឧទាហរណ៍ថានៅខាងក្រោមចង់ធ្វើការ print ជាមួយនឹង value របស់ y ដែរគឺយើងអាចប្រើជាមួយនឹង y ស្មើតទៀតគឺ y នឹងឯងយើងធ្វើការ run អញ្ចឹងយើងឃើញថា x ហើយជាមួយនឹង y គឺឈើអត់ចង់ឲ្យវា print ជាប់គ្នាបែបហ្នឹងទេគឺឈើចង់ឲ្យលទ្ធផលដែល print ហ្នឹងគឺចុះបន្ទាត់មកខាងក្រោម print ជាមួយនឹង y ស្មើតម្លៃលេខ100ចឹងទៅអញ្ចឹងហើយបានជានៅក្នុងការ print គឺយើងតែងតែតវាជាមួយនឹង end line អញ្ចឹងសម្រាប់ end line នេះវាគឺជាកន្លែងដែលយើងធ្វើការ separate រាល់ការ print របស់យើងហ្នឹងគឺ move cursor ទៅកាន់បន្ទាត់ថ្មីមួយទៀតលទ្ធផលដែលយើងចង់ទទួលបានគឺយើងចង់ឲ្យ x របស់យើង print ស្មើជាមួយនឹង value របស់ x បន្ទាប់មកទៀតធ្វើការចុះទៅកាន់បន្ទាត់ថ្មីហើយយើងនឹងធ្វើការ print y របស់យើងស្មើទៅកាន់ value របស់ y នឹងផងដែរអញ្ចឹងហើយបានជា example ពីមុនមកជានិច្ចកាលគឺឈើតែងតែភ្ជាប់មកជាមួយនឹង std ហើយ end line ដើម្បីធ្វើការ move ទៅកាន់ cursor ថ្មីអញ្ចឹងបើយើងធ្វើការ run គឺយើងនឹងទទួលលទ្ធផលបែបនេះឯងត្រឡប់មកមើលនៅក្នុងការ print របស់យើងវិញបើសិនជាឈើធ្វើការ remove cout នៅកន្លែងនេះតែម្ដងហើយយើង remove ជាមួយនឹង semicolon បើយើងឃើញថាលទ្ធផលរបស់យើងអត់ error ទេដោយសារតែវាគឺជាការ print ត string គ្នារហូតតែម្ដងយើងធ្វើការ run មួយសារទៀតយើងនៅតែទទួលបាន result ដូចគ្នាអញ្ចឹងបើក្នុងករណីដែលយើងចង់ print ហើយតគ្នាគឺយើងអាចប្រើប្រាស់ជាទម្រង់បែបហ្នឹងបានប៉ុន្តែនៅក្នុងកូដរបស់យើងឥឡូវគឺវានៅមានចំណុចមួយទៀតដែលយើងឃើញថាយើងតែងតែប្រើ std គ្រប់កន្លែងដែលយើងចង់ប្រើប្រាស់ជាមួយនឹង function ទាំងអស់ហ្នឹងបើក្នុងករណីដែលគ្នាយើងចង់ remove std ឬក៏យើងអត់ចង់ប្រើប្រាស់នៅគ្រប់កន្លែងដែលយើងប្រើ cout ឬក៏ cin ទេគឺយើងអាច using ជាមួយនឹង namespace បានគឺយើងប្រើ keyword using namespace std ហ្នឹងឯងអូខេបន្ទាប់ពីយើង use ជាមួយនឹង namespace std ហើយគឺយើងអាចធ្វើការ remove ជាមួយនឹង std ហើយយើងនៅតែអាចប្រើប្រាស់ជាមួយនឹង cout ហើយនឹង cin បានធម្មតាតែម្ដងអូខេចឹងឥឡូវនេះគឺយើងអត់ចាំបាច់ប្រើប្រាស់ជាមួយនឹង namespace គ្រប់ពេលនៃការប្រើប្រាស់ method cout ឬក៏ cin ទៀតទេគឺយើងអាចប្រើជាមួយនឹង cout direct តែម្ដងcout ហើយ print អូខេយើងធ្វើការ run មកអូខេអញ្ចឹងឥឡូវនៅកន្លែងនេះយើងទទួលបានពាក្យ hello world ហ្នឹងតជាមួយនឹងលេខ y ស្មើ100ដោយសារតែយើងអត់បានបញ្ចប់ដោយ nl អញ្ចឹងកន្លែងនេះយើងតដោយ nl មកតែ nl របស់យើងឥឡូវហ្នឹងគឺអត់ចាំបាច់ភ្ជាប់មកជាមួយនឹង std ទៀតទេគឺយើងអាចប្រើ nl direct តែម្ដង
ឃើញថា beautiful គឺយើង print មកបានត្រឹមត្រូវហើយអញ្ចឹងចាប់ពីពេលហ្នឹងតទៅរាល់ការប្រើប្រាស់ print លើ console គឺគ្នាយើងអាច use ជាមួយនឹង namespace std ហើយយើងអាចប្រើ cin cout direct នៅខាងក្រោមនេះបានតែម្ដងដោយអត់ចាំបាច់ភ្ជាប់មកគ្រប់ពេលជាមួយនឹង std ទៀតទេ